សិក្សាអំពី counter counter គឺសម្រាប់រក cell ដែលមានទិន្នន័យជាលេខឬជាអក្សរអញ្ចឹងមានន័យថា cell ហ្នឹងមានលេខក៏យកមានទិន្នន័យជាអក្សរក៏យកអញ្ចឹង syntax វាគឺយើងស្មើ counta បើកវងកញ្ចក់ value 1 comma value 2 comma value c comma បាទចុចទៀតតោះអញ្ចឹងយើងមើលការអនុវត្តក្នុង Microsoft Excel ទាំងអស់គ្នាអញ្ចឹងយើងមើលទី1គឺយើងវាយទិន្នន័យបណ្ឌិតចូលអញ្ចឹងយើងមើលទិន្នន័យ cell យើងមានពី1ដល់7នេះអញ្ចឹងមាន1មាន2មាន3មាន4មាន5មាន6អានេះអត់មានទេអញ្ចឹងដើម្បីកណនាបានទី1ស្មើ count អញ្ចឹងតោះនៅវាយ count ប៉ុណ្ណឹងមកនេះ count A คลิกទៅនឹង2ដងរួចហើយអូសពី delta ហ្នឹងរហូតដល់ពាក្យ true រួចហើយ enter អញ្ចឹងចម្លើយវាមាន6ដោយសារខាងលើនេះ1 2 3នេះ1 2 3ទៀតចឹង3 + 3 6អញ្ចឹងត្រឹមត្រូវហើយ